ចិត្តដល់ពេលប្រហារជីវិតហើយឃាតកសម្រាប់រង្គាលនេះបែរជាសាច់ក្រហឹងអឹងកងទោះបីត្រូវចរន្តឆក់ហុយផ្សែងក៏ដោយគេមិនញើទៅអ្វីឡើយថែមទាំងច្រៀងទៀតផងសំណុំពោតែមួយគត់មុនស្លាប់គឺសូមចាប់ដៃជាមួយប៉ូលីសឡើងហេដែលចាប់ខ្លួនគេដើម្បីបង្ហាញថាសហការបន្ទាប់មកគេក៏មិនបាននិយាយពាក្យបិទពួនមួយហេតុអ្វីមានចន្លោះរវាងចាំងសាននិងវ៉ាងវូឡើងហេមិនចង់និយាយជាមួយគេទេនឹកស្មានមិនដល់គេក៏និយាយគំរាមមួយម៉ាត់អ្វីដែលអ្នកធ្វើដាក់ខ្ញុំនឹងសងសំវិញទ្វេដងឡើងហេមិនខ្វល់បន្តិចក៏បត់ខ្លួនដើរចេញទៅបាត់តែពួកគេមិនដឹងសោះមនុស្សម្នាក់នេះមើលទៅដូចជាក៏មើលទៅឈួតតែការពិតមិនឈួតទេពួកគេនឹងទទួលផលអាក្រក់ពីការវិនិច្ឆ័យនិងសងតម្លៃថ្លៃថ្ងៃបន្ទាប់ពីឃាតករ៉ាយសត្រូវប្រហារជីវិតមានករណីឃាតកម្មមួយទៀតកើតឡើងក្នុងក្រុងជនរងគ្រោះត្រូវបានចាក់ថ្នាំពោតមានលេខនៅលើដើមទ្រូងឃាតករសម្លាប់ហើយនៅកន្លែងកើតហេតុមួយយប់តតែព្រឹកស្អែកហូបបាយព្រឹកហើយបានទៅរបស់របរនៅកន្លែងកើតហេតុរៀបចំទុកស្រួលបួលបន្សល់ស្នាមម្រាមដៃពេញបន្ទប់នៅលើជញ្ជាំងមានបន្សល់ទុកពីស្លាប់ហើយដើម្បីមានគម្លាតរវាងចាំងសាននិងវ៉ាងវូវិធីសាស្ត្រប្រព្រឹត្តបទល្មើសនេះដូចបេះបិទនឹងឃាតករម៉ូរីគាត់ធ្វើការប៉ូលីស3ឆ្នាំហើយកន្លែងកើតហេតុចម្លែកប៉ុន្មានក៏ធ្លាប់ឃើញដែរតែលើកនេះលោកហេមានអារម្មណ៍ព្រឺខ្នងម៉ូរីស្លាប់បាត់ហើយកាលពីម្សិលមិញនេះជារឿងចៃដន្យមែនទេឬមួយគាត់មានបាក់ពួកឬជាករណីយកសម្រាប់តាប៉ូលីសមិនទាន់ប្រកាសជាសាធារណៈទេពីព័ត៌មានលម្អិតនៃករណីរបស់ម៉ូរីទេមានអ្នកធ្វើចាប់តាមក៏ដោយក៏មិនអាចដូចគ្នាបេះបិទដែរតម្រុយតែមួយគត់គឺជាល្បែងគុំរូបនេះហើយនៅការិយាល័យលោកហេបានរអ៊ូតម្ដងហើយម្ដងទៀតត្រូវបានមិត្តរួមការងារម្នាក់ស្ដាប់ឮដោយចៃដន្យចាំងសាននិងវ៉ាងវូជាប៉ូលីសកិត្តិយសពីមុនប៉ូលីសមានប្រពៃណីរៀងរាល់ឆ្នាំជ្រើសរើសប៉ូលីសគំរូដើម្បីលើកស្ទួយស្មារតីគ្រប់គ្នានឹងយកគំរូឈ្មោះប៉ូលីសឆ្លាក់លើជញ្ជាំងកិត្តិយសតាំងពីអគារប៉ូលីសជួសជុលហើយជញ្ជាំងកិត្តិយសមិនដឹងមូលហេតុអ្វីក៏ឈប់ប្រើទុកចោលក្នុងឃ្លាំងចាប់ធូលីចាងសាននិងវ៉ាងវូជាប៉ូលីសគំរូឆ្នាំ64និង66តែនៅចន្លោះពួកគេឈ្មោះអ្នកឈ្នះឆ្នាំ65ត្រូវគេលុបបំបាត់អ្វីដែលចម្លែកគឺឯកសារមានកំណត់ត្រាក្នុងបន្ទប់ឯកសារដែលហេសួរថ្នាក់លើចាស់របស់គាត់តែថ្នាក់លើឆ្លើយទាំងមិនច្បាស់ថានេះជារឿងយូរហើយមិនចាំទេឡើយហេគិតថាថ្នាក់លើតិចពេកគាត់ក៏ចូលអ៊ីនធឺណិតរកមើលកាសែតចាស់ឆ្នាំនោះបានរកឃើញប៉ូលីសឈ្មោះ Robert គាត់ធ្លាប់ជាប៉ូលីសឆ្នាំ10រូបតាមពិតអនាគតគាត់ភ្លឺស្វាងណាស់តែក្រោយទទួលពី6ខែក្រោយក៏ក្លាយជាឃាតករសម្លាប់មនុស្សរង្គាលហើយទីបំផុតក៏សម្លាប់ខ្លួននៅផ្ទះរបស់គាត់ដោយហេបោះពុំឯកសារហើយទៅរកថ្នាក់លើចៅហ្វាយពិតជាដឹងរឿងបរិះនេះតែទោះសួរយ៉ាងណាក៏ដោយគាត់មិនព្រមនិយាយបន្តិចសោះការបដិសេធធ្វើឲ្យលោកហេកាន់តែចង់ដឹងបន្ទាប់ពីព្យាយាមច្រើនក៏រកឃើញកូនស្រី Robert សៀវម៉ៃពេលលោកហេទើបតែចូលដល់ផ្ទះសៀវម៉ៃក៏សួរគាត់ភ្លាមអ្នកទោសដែលប្រហារជីវិតនោះជ្រៀនមុនស្លាប់ឬគាត់មកចាប់ដៃអ្នកមែនទេមែនហើយអ្នកដឹងបានយ៉ាងម៉េចសម្ដីសៀវម៉ៃបន្ទាប់ធ្វើឲ្យលោកហេញាក់អើខ្លាំងរឿងអ្នកជួបប្រទះដោយឪពុកខ្ញុំបេះបើតាមពិតឪពុកសៀវម៉ៃកាលនោះក៏ធ្លាប់បំបែករឿងឃាតកម្មសម្លាប់បន្តដែរថ្ងៃបន្ទាប់ពីឃាតករប្រហារជីវិតក៏ទុក្រិតដែលកើតឡើងជាបន្តសារព័ត៌មានសង្ស័យឪពុកគាត់ចាប់ខុសកន្លែងទុក្រិតរកឃើញស្នាមមេដៃឪពុកប៉ូលីសគំរូខ្លាយជារឿងអាម៉ាត់ឪពុកជាប់រឿងឃាតកម្មថ្ងៃសម្លាប់ខ្លួនគាត់បាននិយាយដឹងតម្រុយហើយគ្មានសង្ឃឹមឈ្នះសោះគាត់ទៅផ្ទះឈើជីក្រុងបំផ្ទុះគាត់បានសម្លាប់ខ្លួននាងដឹងឪពុកនាងស្លូតត្រង់តែនិយាយមិនចេញមុនពេលចេញនេះសួរគាត់រឿងជំនឿព្រះសំណួរនេះឲ្យលោកហេច្បាស់ជាលាក់បាំងអ្វីមួយគាត់ហាក់ខ្លាចអ្វីមួយលោកហេគ្មានតម្រុយក៏ត្រឡប់ទៅស្ថានីយ៍ប៉ូលីសក្នុងប្រវត្តិរូបលោកថាគាត់បាល់ក៏បាល់ទេគឺប្រដៅតែជាមនុស្សដែលឆ្វេងមុនពេលគាត់យល់ច្បាស់មានករណីឃាតកម្មមួយទៀតកើតឡើងជនរងគ្រោះក៏ត្រូវពោលស្លាប់ដែរឃាតករក៏ដេកនៅកន្លែងកើតហេតុមួយយប់ដែរមានករណីឃាតកម្មមួយទៀតបានកើតឡើងនៅក្នុងទីជនរងគ្រោះក៏ស្លាប់ដោយថ្នាំពុលដែរឃាតករក៏បានដេកនៅកន្លែងកើតហេតុមួយយប់ដែរគាត់ធ្វើអាហារពេលព្រឹករៀបចំម្ហូបដូចគ្នាហើយគាត់ក៏ជាមនុស្សដែលឆ្វេងដែរពេលលោកហេថតកញ្ចក់អាចកំបាំងថ្មីលេចឡើងដែលមិនគួរឲ្យជឿពេកសុទ្ធលើកនេះជាឃាតករណីមុនឃាតត្រូវគេស្គាល់វិធីសាស្ត្រនិងទម្លាប់សុទ្ធតែដូចគ្នាតែឃាតពិតប្រាកដជានរណាគាត់បើកឡានទៅផ្ទះឈើដែលប៉ូលីសគិតយកធ្វើចង់រកតម្រុយគាត់ក៏ឃើញអ្វីមួយនៅលើអ្វីគឺដូចគ្នាតែឃាតករពិតប្រាកដជានរណាគាត់បានបើកឡានទៅដល់កន្លែងដ៏មានកាប៊ីនក្នុងព្រៃដែលប៉ូលីសបានធ្វើអត្តឃាតគាត់ចង់ដឹងថាតើមានតម្រុយអ្វីបន្សល់ទុកនៅទីនេះដែរឬទេគាត់បានរកឃើញយ៉ាងលឿននៅលើកម្រាលដែលពេញដោយធូលីក្រោមមានបន្ទប់ក្រោមដីមួយរកឃើញសៀវភៅពីរក្បាលនៅចន្លោះក្តារសៀវភៅមួយក្បាលគឺសុទ្ធតែនិយាយពីបិសាចក្រៅពីនេះគ្មានអ្វីពិសេសឡើយតែពេលគាត់បើកសៀវភៅមួយទៀតរូបថតដែលដាក់នៅកណ្ដាលតាក់ទាញចំណាប់អារម្មណ៍គាត់វាគឺជារូបថតជញ្ជាំងខាងបន្ទាប់ពីលាងសម្អាតស្នាមប្រឡាក់រួចឈ្មោះអាសាសោក៏បានលេចឡើងហើយបានរកឃើញអានេះម្ដងទៀតសួរគាត់ថាអាសាសោមានន័យដូចម្ដេចហើយអ្វីឪពុករបស់គាត់សរសេរវានៅក្នុងបន្ទប់ក្រោមដីតែបានលាបពណ៌បិទបាំងវិញតាមការស្រាវជ្រាវរបស់គាត់អាសាសោតំណាងឲ្យព្រលឹងឈាមរបស់បិសាចនេះបានលើហើយប្រាប់គាត់ឲ្យបញ្ឈប់ភ្លាមកុំបន្តស៊ើបអង្កេតទៀតតែការស៊ើបអង្កេតគឺជាកាតព្វកិច្ចរបស់ឡាវហេគាត់មិនជឿរឿងខ្មោចព្រាយទេតែពេលគាត់ត្រឡប់ដល់ប៉ុស្តិ៍រឿងចម្លែកក៏កើតឡើងជាបន្តមិត្តរួមការងារដែលទើបតែនិយាយគ្នាស្រាប់តែបន្លឺសំឡេងបទចម្រៀងមុនស្លាប់របស់រីបន្ទាប់មកក៏បដូរទៅម្នាក់ទៀតឡាវហេក៏ស្ទុះតាមទៅសួរគាត់ថាហេតុអ្វីបានជាច្រៀងតែមិត្តរួមការងារនោះមិនដឹងគាត់និយាយពីអ្វីទេភ្លាមនោះស្នាមញញឹមពួកអត់ខ្លាចរបស់បុរសចំណាស់ម្នាក់ទាក់ទាញចំណាប់អារម្មណ៍របស់ឡាវហេចេញពីប៉ុស្តិ៍ប៉ូលីសក្រោយមកសេដ្ឋីម្នាក់បានទទួលស្គាល់ថាខ្លួនជាអាសាសូគាត់ក៏បានគំរាមដែរនឹងធ្វើបាបរហូតដល់គ្រួសារគាត់ពីនេះកាន់ដៃប្តីនាងវិញ្ញាណនាងក៏ផ្លាស់ចូលខ្លួនគាត់ចាស់នោះចាប់ដៃអ្នកដើរកាត់វិញ្ញាណក៏បដូរទៀតអ្នកស្លៀកជុំរបស់ខ្ញុំក្នុងពេលប៉ុន្មានវិនាទីអាសាសូគ្រាន់តែចាប់ដៃអាចបដូរចូលចេញពីគាត់ឡើងហាក់ដែលនៅភ័យខ្លាចក៏ត្រឡប់ផ្ទះវិញឃើញប្អូនដែលមិនដែលចេញក្រៅត្រូវគេវាយហើយអ្នកបង្កហិង្សាក្មួយគាត់តក្មួយឡើងហាក់ក៏ស្ទុះចេញទៅភ្លាមតែឃើញក្មួយមិនមានអ្វីប្លែកអាសាសូបានចូលសន្ធិដ្ឋរូបមិត្តក្មួយកុំរំខានគ្រួសារខ្ញុំមកនេះរកខ្ញុំធ្វើអីឡាវហេចង់ចាប់គេតែមិននឹកស្មានថាក្មេងប្រុសរួចហើយអាសាសូក៏ចូលសន្ធិដ្ឋអ្នកដំណើរពុកមាត់ដកកំភ្លើងចង់សម្លាប់គេតែឡាវហេបាញ់ស្លាប់ភ្លាមមុនស្លាប់អត់បានប៉ះអ្នកណាផងគិតថាខ្លួនសម្លាប់អរិយបានហើយតែចម្រៀងនោះក៏លាន់លំដងទៀតអាសាសូចូលសន្ធិដ្ឋស្ត្រីម្នាក់ញាក់ឡើងលោកតាខ្ញុំមិនងាយស្លាប់ទេ
ដោយសារការលេចមុខរបស់អាសាសូឡើងហើយត្រូវបានបង្ខំឲ្យសម្លាប់ជនស៊ីវិលស្លូតត្រង់ម្នាក់ទោះបីជាមានអ្នកខ្លះអាចបញ្ជាក់បានថាពុកមាត់តូចជាអ្នកបាញ់មុនក៏ដោយប៉ុន្តែក្រោយការស៊ើបអង្កេតបានរកឃើញថាក្នុងនាមជាប៉ូលីសឈ្មោះឡើងហើយមិនអាចជៀសផុតពីការពេលត្រឡប់មកដល់ផ្ទះវិញលោកហើយបានចាក់សោទ្វារផ្ទះទាំងអស់យ៉ាងចប់ល្អបន្ទាប់មកគាត់បានពិនិត្យបង្អួចទាំងអស់យ៉ាងហ្មត់ចត់ធានាថាពួកវាពិបាកបើកបានងាយបន្ទាប់មកនៅក្នុងសៀវភៅរបស់ពុកបានរកឃើញវិធីសម្លាប់អាសាសូតាមពិតគាត់មិនមែនជាអ្នកអមតៈទេបន្ទាប់ពីអ្នកកាន់បានស្លាប់វិញ្ញាណរបស់អាសាសូវានឹងលេចឡើងវាអាចនៅបានបណ្ដោះអាសន្នត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះវាអាចរសាត់បាន300ម៉ែត្របើក្នុងរយៈពេលនេះមិនអាចរកឃើញម្ចាស់ផ្ទះនោះវានឹងស្លាប់ពិតប្រាកដព្រឹកស្អែកឡើងលោកតាហៃឃើញបង្អួចរបៀងបើកចំប៉ែភ្លាមក៏ឃើញលើកញ្ចក់មានលេខចេញនៅលបងប្រាច់គាត់ដឹងថាមិនស្រួលក៏ប្រញាប់ទៅបន្ទប់ប្អូនតែប្អូនបានស្លាប់បាត់ទៅហើយនៅក្បែរខ្នើយប្អូនគាត់ក៏បានឃើញបំពង់មួយនោះដែរឆ្នាំពោលដែលធ្លាប់ស្គាល់គាត់ដឹងរឿងទាំងអស់នេះជាស្នាដៃរបស់អាសាសូតែពេលនេះគាត់គ្មានអំណាចអ្វីឡើយតែបញ្ហាមិនទាន់ចប់ស្រួលគាត់បានទទួលទូរស័ព្ទពីមិត្តរួមការងារឈ្មោះរៃដែលត្រូវអាសាសូចូលខ្លួនបានធ្វើសកម្មកម្មខ្លាំងៗលើកញ្ចក់ទូរទស្សន៍ឥឡូវនេះយកបានចេញដីការចាប់ខ្លួនហើយឡើយហើយគ្មានពេលសោកសៅក៏បានរៀបចំអីវ៉ាន់យ៉ាងលឿនហើយនាំក្មួយប្រុសចេញពីទីនេះពេលនោះអាសាសូក៏នៅក្បែរនោះដែរកំពុងសម្លឹងមើលពួកគេដោយសម្ងាត់ឡើយហេបាននាំក្មួយទៅផ្ទះអាននីឥឡូវខ្ញុំដឹងថាហេតុអ្វីឪពុកគាត់សម្លាប់ខ្លួននៅផ្ទះក្នុងព្រៃព្រោះវាដាច់ស្រយាលឆ្ងាយណាស់មានឃើញមនុស្សម្នាក់ឡើយរកមិនឃើញទេទីនោះជាកន្លែងល្អបំផុតសម្រាប់មកលោកហើយប្រគល់ក្មួយឲ្យអានីគាត់សម្រេចចិត្តយកខ្លួនជានុយឲ្យអាសាតូតចូលសន្ធិដ្ឋហើយបំផ្លាញទាំងអស់គ្នាលោកហើយត្រឡប់ទៅផ្ទះក្នុងព្រៃម្នាក់ឯងដល់យប់មកដល់ឡានមួយគ្រឿងក៏បាត់មកយឺតអ្នកមិនទាន់ធ្វើគ្រប់គ្រាន់ទេចេញមកឥឡូវនេះអាក្បាលខូចចេញមកអាត្រឆានសបាយដល់ណាទៀតទៅតែមនុស្សដែលចេញពីព្រៃគឺលោកនាយឡើងឲ្យគិតថាជាវិញ្ញាណនោះចូលក្នុងខ្លួនគាត់ក៏ទាញកាំភ្លើងភ្លាមត្រៀមបាញ់សម្លាប់ភ្លាមប៉ុន្តែភ្លាមនោះតាត់ចុងក៏លេចមុខឃើញដៃគូចាស់ធ្វើឲ្យគាត់បន្ធូរការប្រុងប្រយ័ត្នបំណងពួកគេមកទីនេះគឺដើម្បីនាំគាត់ត្រឡប់ទៅប៉ុស្តិ៍តែពេលលោកនាយនិយាយចប់ក៏ត្រូវដាត់ចុងបាញ់ក្បាលតែម្ដងតាមពិតគាត់បានខ្លាចជាកន្លែងសន្ធិដ្ឋរបស់វិញ្ញាណនោះក្នុងពេលប្រយុទ្ធលោកហេបានបាញ់គាត់ឲ្យរបួសបន្ទាប់មកគាត់ក៏អុជបារីមួយដាំយ៉ាងស្ងប់ស្ងាត់ទោះបីគាត់ឈប់ទូបារីច្រើនឆ្នាំហើយប៉ុន្តែមួយដាំនេះត្រូវបានរៀបចំទុកជាពិសេសសម្រាប់អាសាសូព្រោះវាមានថ្នាំពុលដែលសម្លាប់ប្អូនប្រុសគាត់លោកហេមានអារម្មណ៍ពីបដិសេធគាត់បានសម្លាប់ដៃគូចាស់របស់ខ្លួនគឺតាស៊ូនោះវិញ្ញាណរបស់អាសាសូក៏បានអណ្ដែតចេញមកដើម្បីរស់គាត់អាចត្រឹមតែចូលក្នុងរូបកាយរបស់លោកហេគាត់បានប្រឹងរើបំរាស់រកម្ចាស់ថ្មីខណៈឆ្នាំពលបានឆាប់ធ្វើឲ្យរូបកាយគាត់ស្ពឹកស្រពោនបន្ទាប់ពីប្រឹងរើបំរាស់បន្តិចលើព្រឹកក៏លែងមានចលនាតែមិននឹកស្មានសោះស្រាប់តែមានឆ្មាមួយក្បាលដើរកាត់សាកសពលោកខ្មៅវាបានខ្លាចជាកន្លែងតាមពិតថ្មីរបស់អាសាសូសម្លាប់អាសាសូបានទេព្រោះគាត់មិននឹកស្មានថាអាសាសូអាចស្ថិតក្នុងខ្លួនសត្វបាននិងស្ថិតនៅលើខ្លួនសត្វ